បងប្អូនចូលម៉ូតថ្មីមួយម៉ូតទៀតអានេះម៉ូតបដែនផុសកញ្ចក់ស៊ីនចំហ្មងអញ្ចឹងដល់ពេលណាខ្ញុំហៅផុសកញ្ចក់ម្ដងគឺខ្ញុំនឹកឃើញភ្ញៀវខ្ញុំចំនួនទូយម៉ាននេះអីគាត់នៅតែហៅច្រឡំហៅខុសណានេះកញ្ចក់បងប្អូនអានេះទៅហៅផុសកញ្ចក់100%នេះកញ្ចក់គឺអញ្ចឹងនេះចាំងនេះចាំងដាក់ឲ្យមើលចំកាមេរ៉ាហ្មងហើយខាងក្នុងគេប្រកបបលីងហើយសាច់អីវ៉ាន់គេគឺប្រភេទ brand លេខ1សាច់ក្រាស់ហាប់អាឡងអត់ជ្រាបទឹកហើយប៉ុងគេគឺប្រភេទប៉ុងក្រាស់នេះប៉ុងក្រាស់ 3cm ហ្នឹងកណ្ប៉ុងគេហ្នឹងនេះកម្រាស់ចេះបងប្អូនមើលដៃខ្ញុំដាក់អញ្ចឹងពេលដែលស្ពាយក្មេងមានអារម្មណ៍ថាដូចស្ពាយពូកអញ្ចឹងអត់ឈឺទេអីវ៉ាន់ brand លេខ1អត់មានអ្នកណាអត់មានអីវ៉ាន់ណាលើសហ្នឹងទៀតទេណាចង់និយាយអញ្ចឹងនេះប៉ុងគេស្ពាយអត់ចេះឈឺស្មាឈឺខ្នងទេកូនអ្នកលក់ប្រើតែប្រភេទហ្នឹងទេគឺគាត់ស្រួលស្ពាយព្រោះអីក៏តាមគាត់ដាក់បានច្រើនណាដាក់កតាបដាក់សភៅអីធ្ងន់ណាហើយនេះគេមានចំណាំងផ្លាតចាំងភ្លើងពេលយប់ល្ងឹតយើងចាំងឲ្យភ្លឺឲ្យឃើញណាក្មេងហ្នឹងមានវត្តមានណាចឹងអានេះសុវត្ថិភាពក្មេងហើយអានេះពេលគាត់ស្ពាយទៅគឺជ្រាក់នៅខាងធូមនេះពេលស្ពាយទៅជ្រាក់ធូមហ្នឹងដើម្បីកុំឲ្យធ្លាក់អាស្មាហ្នឹងណាអញ្ចឹងអាហ្នឹងក៏សំខាន់ដែរនិយាយទៅមួយសេតបើគេស្អាតគឺបាន brand គឺមួយសេតអញ្ចឹងបងប្អូនខ្លះក៏ដែរលក់បាន brand ហ្នឹងទេបើគាត់ចង់សាកលក់គាត់អាចលក់បានស្រួលតែតម្លៃបាត់ដុំទៅខ្ញុំប្រាប់តម្លៃទៅវិញហើយសំបីតាកន្លែងដាក់10ទឹកនេះសំណាញ់គេ2ជាន់នេះហើយឡងតុនល្មើយហ្មងតុនពូកនេះមានទាំងចំណាំងផ្លាកមកទៀតកន្លែងដាក់10ទឹកគេធំទលាយដាក់អីក៏បានដែរដាក់ឆាត់ដាក់10ទឹកអីក៏បានខាងមុខគេពុកកញ្ចក់ហើយខាងនេះគឺមានកន្លែងដាក់ប៊ិចដាក់សភៅដាក់ប៊ិចដាក់ color សំបីកន្លែងដាក់ប៊ិចគេបងប្អូនមើលគាត់ទ្រាប់ប៉ុងណានេះប៉ុងពូកនេះប៉ុងពូកមិនដេ100ទេហ្នឹងវាជាក់មែនតើអញ្ចឹងបងប្អូនខ្លះគាត់អត់ដឹងគាត់ថាអា brand ហ្នឹងមិនវិញឲ្យថ្លៃលើសគេគឺវាដេដល់លំអិតចិត្តចង់គ្រប់កន្លែងហ្មងបងប្អូនយកទៅមើលយកទៅទាញសាច់ទាញអីមើលគ្រប់កន្លែងគាត់ថាមានទាស់អត់មានទាស់គឺអត់មានកន្លែងណាទាស់ហ្មងឯបាន brand លេខ1គឺអត់មានទាស់ទេសូម្បីតែក្បាលហឺតក៏អញ្ចឹងដែរតែក្បាលហឺតហ្នឹងស្រាប់ brand ដូចគ្នាអញ្ចឹងបងប្អូនទាញមើលពេលដែលយើងយកទៅលក់បងប្អូនអាប្រភេទ brand នេះចង់ម៉ួយបងប្អូនទាញមើលគ្រប់ទាញធ្នេទាញអីមើលកន្លែងណាក៏ដោយទាញមកស្រឡាញ់មិនភ័យបារម្ភថាអូទាញទៅដាច់អូទាញទៅខូចទាញកន្លែងនេះឃើញមានកន្លែងបញ្ហាអីអត់ទេហើយបើមានបញ្ហាអីក៏អ្នកលក់ដូរថ្មីឲ្យវិញដែរណាកំភៃអញ្ចឹងខ្ញុំចូលដល់រឿងផុសកញ្ចក់ខ្ញុំនិយាយទៅដោយសារតែបងប្អូនខ្លះគាត់នៅមានតែហៅច្រឡំដូចគ្នាមួយចំនួនទូចទេបងប្អូនខ្លះគាត់មិនទាន់ទិញអីវ៉ាន់ខាងខ្ញុំណាអញ្ចឹងគាត់ធ្លាប់សួរថាអូនណាខាងអូនឯងមានអាផុសកញ្ចក់2រៀលជាង3រៀលអីហ៎3រៀល4រៀលអីចឹងណាមានអាផុសកញ្ចក់ធូរថ្លៃឯងខ្ញុំថាអត់មានទេផុសកញ្ចក់ខាងខ្ញុំអត់មានតម្លៃហ្នឹងអត់ដែរមានលក់តម្លៃហ្នឹងទេទូចបំផុតក៏5រៀលជាងទៅ6រៀលឡើងណាហ្នឹងថោកជាងគេបំផុតឯងកញ្ចក់អន់ណាចក់រៀងអន់ស្ដើងវា6រៀលឡើងលើដែរហ្នឹងណានឹងអន់ជាងគេឯងផុសកញ្ចក់តែគាត់ថាគាត់ធ្លាប់ទិញគេផុសកញ្ចក់2រៀលជាង3រៀលឯងគាត់ថាអញ្ចឹងថាខ្ញុំសុំមើលឲ្យបានបើគាត់តិចថាផុសកញ្ចក់ណាដែល2 3រៀលខ្ញុំសុំមើលបន្តិចអញ្ចឹងគាត់ថតឲ្យខ្ញុំមើលទៅខ្ញុំដឹងនេះម៉ូតនេះស្រីនេះបងប្អូនដល់ពេលតែគាត់ថតឲ្យខ្ញុំមើលគាត់ថតអានេះស្រីចេះគាត់ថានេះបងទិញគេថាពី3រៀលជាងអីហីគាត់ថាអញ្ចឹងណា3រៀល4រៀលអីអស់ហើយអត់លើស4រៀលទេមានអត់មានអញ្ចឹងកន្លែងឃ្លាំងកន្លែងធំបោះដុំច្រើនហ្នឹងខ្ញុំថាអានោះមិនមែនផុសកញ្ចក់ទេបងច្រឡំហើយនៅពេលដែលហៅអញ្ចឹងវាខុសមកក៏អត់ខត់បញ្ហាអីទេវាអត់មានច្បាប់អីសម្រាប់ដែលហៅឲ្យគាត់ហៅឲ្យត្រូវទេគ្រាន់ថាសំខាន់ខុសគឺខុសតម្លៃបងប្អូនមើលមែនតើណានេះរបស់ខ្ញុំតែ2រៀលជាងឯងតម្លៃបោះដុំខ្ញុំ2រៀលជាងឯងអានេះគេហៅថាផុសឡូងផុស 3D ឡូងបងប្អូនចាំណាអញ្ចឹងមិនមែនផុសកញ្ចក់ទេអានេះទៅហៅផុសកញ្ចក់នៅពេលដែលហៅខុសតម្លៃវាខុសគ្នាឆ្ងាយអញ្ចឹងខ្ញុំពិបាកប្រាប់គាត់ដូចថាដល់គាត់ជួបផ្ទាល់អញ្ចឹងឲ្យមើលផ្ទាល់ឥឡូវមើលផ្ទាល់អញ្ចឹងទៅឲ្យទៅបីសាច់នេះពេលសាច់កស៊ូធម្មតាសាច់កស៊ូធម្មតាមិនមែនសាច់កស៊ូអាល្អទៀតអាល្អវាមានក្រាស់ជាងនឹងមកធឺទៀតអញ្ចឹងសាច់កស៊ូធម្មតាឲ្យតម្លៃទៅ2រៀលជាងឲ្យបោះដុំទៅហើយបើអានេះវិញវាជិត10រៀលហើយព្រោះកញ្ចក់នេះគាត់ថ្លៃដឹកជញ្ជូន1រៀលជាងគាត់ថ្លៃដឹកជញ្ជូនណាចិត្ត$2ហើយខ្ញុំគុណទៅពេលខ្លះ1រៀលកន្លះពេលខ្លះដល់1រៀល8កាក់ក៏មានដែរគាត់ថ្លៃដឹកជញ្ជូននេះណាដឹកទេណាមិនមែនថ្លៃកតាបក៏មិនមែនថ្លៃចំណេញឲ្យបូកចូលដែរអត់ទេអញ្ចឹងបងប្អូនកុំច្រឡំឲ្យសោះនៅពេលដែលខ្ញុំលើកអាកញ្ចក់ហ្នឹងខ្ញុំនឹកឃើញរឿងហ្នឹងក៏ខ្ញុំលើកយកមកនិយាយទៅខ្ញុំដឹងថាបងប្អូនខ្លះក៏នៅមានច្រឡំដែរពេលដែលឃើញវីដេអូខ្ញុំគាត់អាចថាគិតពិចារណាមើលទៅណាអញ្ចឹងនៅពេលដែលយើងហៅខុសអ្នកលក់នេះឆ្ងល់ដល់ខ្ញុំអត់មានតម្លៃហ្នឹងទេខាងខ្ញុំកញ្ចក់ខ្ញុំវាមានតែលើសហ្នឹងអញ្ចឹងគាត់មានអារម្មណ៍ផ្សេងគាត់ហ្នឹងកន្លែងខ្ញុំលក់ថ្លៃតែគាត់អត់ដឹងអត់ចេះហៅអានេះហៅផុសឡូងធម្មតា 3D ឡូងអានេះទៅផុសកញ្ចក់ហើយអីវ៉ាន់សាច់គេខុសគ្នាឆ្ងាយនេះអីវ៉ាន់នេះគឺសាច់លេខ1អត់មានសាច់កតាបណាសាច់លើសហ្នឹងទៀតទេណាបងប្អូនអានេះគឺសាច់ប្រេលេខ1គឺអ្នកលក់ហ៊ានធានាថាអីវ៉ាន់នេះសាច់លេខ1អត់មានកតាបណាសាច់លើសហ្នឹងទៀតទេហើយអញ្ចឹងវាមានប្រភេទមួយយ៉ាងទៀតប្រភេទសាច់សូត្រអញ្ចឹងដែរតែវាសូត្រអាហ្នឹងក៏តម្លៃប្រហាក់ប្រហែលគ្នាដែរ
សាច់សូត្ររលោងដូចយើងសូត្រកំហាពូកអញ្ចឹងណាតែការពីទឹកដូចគ្នាហើយមួយទៀតនេះវាអត់រលោងឯងគ្រាន់ថាវាហាប់ណែន smooth ហ្មងហើយក្រាស់អត់លហែកអត់ខូចហើយប្រឡាក់ទៅបោកបានប្រឡាក់ក្អែលក្រាស់មិនក្អែលដៃក្មេងៗណាកូនខ្ញុំប្រើក្អែលឡើងខាប់ហ្មងណាយកទៅបោកទៅរុះមកស្រឡាញ់រុះមកឆ្ងាញ់ជ្រះយើងនឹងរុះទៅសស្ពុះថ្មីដូចតែបន្តិចអញ្ចឹងបងប្អូនមិនជឿសាកអាសេរីហ្នឹងមើលគឺខ្ញុំធានាបងប្អូនខ្ញុំមានបទពិសោធន៍លក់ផងឲ្យកូនប្រើផងអញ្ចឹងដឹងហើយដឹងថាវាមិនអញ្ចឹងមិនមែនចេះតែហ៊ាននិយាយទេនេះកញ្ចក់នេះវាមានរូប melody ពណ៌ឈូកមានកូរ៉ូមីពណ៌ស្វាយហើយស្អាតណានេះbling bling គេនេះ bling bling ខាងក្នុងក្លុកបានណា bling ហ្នឹងវារត់ហើយមានCinnamoro គេទៅមានតែ3 line ហ្នឹងតែ line ល្បី line អត់ទេសាបCinnamoro ពណ៌ផ្ទៃមេឃ Cinnamoro គឺពណ៌ផ្ទៃមេឃនេះវាល្បីពណ៌ផ្ទៃមេឃខៀវនេះវិញខ្លះក៏លើកិនយមពណ៌នេះវិញអញ្ចឹងកូនប្រុសយើងមាន line មនុស្សយន្តគឺចောက်ដូចគ្នាគ្រាន់ថាកូនប្រុសគេអត់ប្រកបបលីងទេព្រោះកូនប្រុសគេអត់ប្រើបលីងទេណាកូនស្រីមិនគេប្រើបលីងគេទាំងអីនិយាយទៅផិនភីអីដូចគ្នាទាំងអស់ទាំងប៉ុងទាំងអីដូចគ្នាទាំងអស់លេន line មនុស្សយន្ត line បាឡាប៊ូប៊ូនេះ line ប៊ូកូនប្រុស line ស្អាតណាមាន6 line ហើយនឹង Spiderman បងប្អូននេះហើយកញ្ចក់នេះកញ្ចក់លេខ1ទៀតមិនកញ្ចក់ស្ដើងតុននេះណាចាំបាច់មើលហើយនេះវត្តដឹកជូនអត់អាចក្រឹបបានទេតែក្រឹបគឺបែកហើយបែកខ្ញាច់ហ្មងបែកទៅគឺលក់លេងកោតហើយអញ្ចឹងយើងត្រូវតាដឹកវាធម្មតាទាំងដឹកធម្មតាថ្លៃដឹកជូនវាគុណនឹង2គុណនឹង3នៅអាវ៉ាន់ផ្សេងអញ្ចឹងថ្លៃដឹកជូនថ្លៃហើយណាពួកនេះបងប្អូនអញ្ចឹងម៉ូតនេះដែរផុសកញ្ចក់ size L ណាsize L ទូចវា 40cm ឯងមាន6 ពណ៌ក្នុង stock ម៉ូតនេះចូលដល់ម៉ូតថ្មីមួយម៉ូតទៀត